ការលើកឡើងពីភាគីម្ខាងថាជាការលួចលាក់ស្រីកំណាន់ជាមួយនឹងប្តីរបស់គាត់ហើយដូច្នេះទៅក៏បង្កទៅជាការកើតមានទៅជាបញ្ហាចំនួនហិង្សាទៅវិញស្ត្រីម្នាក់ហ្នឹងគឺត្រូវបានគេវាយខណៈដែលគាត់ត្រូវបានគេចោទថាមករកប្តីរបស់គេដល់ផ្ទះទើបបង្កទៅជាបញ្ហាភ្ញាក់ផ្អើលគឺចំនួនព្រោះតែរឿងស្នេហាคล้ายទៅជាហិង្សាបូករួមទាំងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបើកបររថយន្តដេញបុកពីក្រោយផ្អើលប្រជាពលរដ្ឋជាពិសេសអ្នកនៅខាងសំណង់12តែម្ដងហេតុការណ៍នេះគឺបានកើតឡើងនៅវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី 1 ខែឧសភាយប់មិញហ្នឹងនៅទីតាំងកើតហេតុស្ថិតនៅចំណុចផ្សារសំណង់12ផ្លូវលេខ265នៅក្នុងសង្កាត់ទឹកល្អ3ខណ្ឌទួលគោករាជធានីភ្នំពេញបើយោងតាមប្រភពពីស្ត្រីដែលជាប្រពន្ធដើមបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុគឺគាត់បានឃើញស្ត្រីម្នាក់ធ្លាប់ជាស្រីកំណាន់ប្តីរបស់គាត់ដែលធ្លាប់មានទំនាក់ទំនងមនោសញ្ចេតនាជាមួយនឹងប្តីរបស់គាត់ជាយូរឆ្នាំណាស់មកហើយស្រាប់តែនៅយប់ថ្ងៃកើតហេតុម្សិលមិញហ្នឹងគាត់ក៏បានឃើញស្ត្រីរូបនោះបានបើករថយន្តមកឈប់នៅក្បែរផ្ទះរបស់គាត់ព្រមទាំងបានទៅគោះទ្វារគាត់ថែមទៀតឃើញដូច្នេះគាត់ក៏បានមកសួរនាំតែស្ត្រីខាងលើហ្នឹងមិនបានបើកកញ្ចក់រថយន្តទ្វាររថយន្តទេដើម្បីឆ្លោយឆ្លងគ្នានោះឡើយព្រមទាំងបានបើករថយន្តហ្នឹងកិច្ចចេញពីទីតាំងកើតហេតុខាងលើហ្នឹងទៅបាត់ទៅហើយបើយោងតាមវីដេអូចាពីប្រជាពលរដ្ឋដែលបានថតសកម្មភាពពីលើផ្ទះមកក៏បានបង្ហាញអំពីសកម្មភាពរថយន្ត Toyota Prius ពណ៌ទឹកប្រាក់មួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 2BF 8730គុតបើកចេញពីផ្ទះកើតហេតុបន្ទាប់មកក៏ឃើញមានរថយន្ត Ford Raptor ពណ៌សមួយគ្រឿងទៀតដែលពាក់ស្លាកលេខកម្ពុជា OLM TOA 9បើកបរដោយបរិសម្នាក់ដេញតាមទៅបុកនឹងរថយន្តព្រុសនឹងពីក្រោយទាំងកំរោលតែម្ដងចានឹងប្រភពពីប្រពន្ធដើមហើយនឹងអ្នកជិតខាងដោយឡែកប្រភពពីស្ត្រីដែលជាជនរងគ្រោះដែលត្រូវបានគេចោទថាជាស្រីកំណាន់នោះវិញគាត់បានឲ្យដឹងថានៅមុនពេលកើតហេតុហ្នឹងគឺគាត់បានបើករថយន្តរបស់គាត់ម៉ាក Toyota Prius ហ្នឹងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ 2BF 8730គុតមកទីតាំងកើតហេតុខាងលើក្នុងគោលបំណងមករកទិញអីញ៉ាំហើយស្ត្រីរងគ្រោះក៏បានបន្តឲ្យដឹងទៀតថាខណៈដែលគាត់កំពុងតែឈប់រថយន្តមើលទូរស័ព្ទក៏ស្រាប់តែមានមនុស្សប្រុសស្រីប្រមាណអ្នកមកគោះទ្វារកញ្ចក់រថយន្តរបស់គាត់ដោយគាត់ភ័យពេកគាត់ក៏បានបើករថយន្តរបស់គាត់នឹងចេញពីទីតាំងកើតហេតុខាងលើនឹងទៅក៏ស្រាប់តែមនុស្សទាំងអស់នោះបានបើករថយន្តមកបុកគាត់ពីក្រោយពេញទំហឹងភ្លាមនោះគាត់មានការផិតភ័យពេកក៏បានរត់ចេញពីក្នុងរថយន្តទៅរកផ្ទះលក់អីវ៉ាន់ចាប់ហួយដើម្បីឲ្យគេឯងជួយហើយហេតុការណ៍នេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកសារព័ត៌មានចុះទៅផ្សាយផ្ទាល់ខណៈដែលកំពុងតែមានការសម្ភាសស្ត្រីរងគ្រោះក៏ស្រាប់តែភាគីបង្កប្រដាប់ទៅដោយដំបងបានស្ទុះមកព្រួតវាយស្ត្រីរងគ្រោះរហូតដល់ក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយហ្នឹងបណ្ដាលឲ្យស្ត្រីរងគ្រោះហ្នឹងគឺរងរបួសពោះក្បាលហើយបន្ទាប់ពីហិង្សារួចហើយចាប្រាអំពើហិង្សារួចហើយបរិះដែលជាអ្នកបើកឡានរថយន្ត Ford Raptor ហ្នឹងក៏បានបើកចេញពីទីតាំងកើតហេតុទៅមុនពេលដែលសមត្ថកិច្ចទៅដល់ក្រោយពេលកើតហេតុគឺសមត្ថកិច្ចបានចុះទៅដល់ទីតាំងហើយក៏បានសួរនាំភិនភាគទាំងសងខាងហើយប៉ុស្តិ៍នគរបាលទឹកល្អ3ដើម្បីឲ្យគាត់នឹងចាមានន័យថាសមត្ថកិច្ចលោកចុះទៅដល់ហ្នឹងគឺគាត់ជួបជាមួយទាំងប្រពន្ធដើមនិងស្ត្រីដែលជាគេចោទថាជាស្រីកំណាន់ហើយនឹងភាគីខាងប្រពន្ធដើមដែរប៉ុន្តែបរិះដែលជាអ្នកបើករថយន្ត Ford ហ្នឹងគឺគាត់បានចេញទៅបាត់ហើយចាអញ្ចឹងគាត់ហៅតែពីភាគីរវាងស្ត្រីជាប្រពន្ធដើមហើយនិងស្ត្រីដែលត្រូវបានគេចោទថាជាស្រីកំណាន់ហ្នឹងទៅប៉ុស្តិ៍ទឹកល្អដើម្បីដោះស្រាយគ្នាថាតើយ៉ាងម៉េចយ៉ាងណាទៀតតែយើងក៏មិនដឹងដែរចាខាងបងប្រុសវិញនៅខាងណាវិញអត់ឃើញចាខាងបងប្រុសហ្នឹងគឺគាត់នៅខាងប្រពន្ធដើមគាត់ជាអ្នកបើកបររថយន្ត Ford ដេញបុករថយន្តព្រុសហ្នឹងអញ្ចឹងគាត់បើកបរបុកម្នាក់ស្ត្រីដែលថាអាចជាស្រីកំណាន់មកគាត់តែសង្ស័យជាស្រីកំណាន់បាទនេះបរិះដែលគាត់ជាអ្នកបើកបររថយន្ត Ford ហ្នឹងគឺអាចជាសាច់ញាតិរបស់ស្ត្រីប្រពន្ធដើមចាយើងអត់ដឹងថាទៅជាអីគ្នាបាត់នៅខាងប្រុសនៅខាងស្មារតីរបស់ស្រីណាអត់ឃើញលេខមុខសោះណាគឺថាស្ត្រីថា
ជាប្រពន្ធដើមហើយនឹងម្នាក់ទៀតដែលគឺត្រូវគេចាប់ប្រកាន់ថាជាស្រីកំណានណាបាទតែដល់ខាងបងប្រុសបាត់មុខឲ្យឆឹងហ្មងអត់មានចេញមកថាអាងអំពីការពិតអីមិនហើយអត់ដឹងទេណាបាទអញ្ចឹងជុំវិញរឿងនេះទុកឲ្យសមត្ថកិច្ចធ្វើការចោទបន្ថែប៉ុន្តែតកតងជាមួយករណីបើករថយន្តបុកគេដេញបុកគេអញ្ចឹងគឺចូលករណីបកគ្រោះថ្នាក់ចរាចរណ៍បកគ្រោះថ្នាក់ហើយគឺមនុស្សជាតិចាដោយចេតនាតែម្ដងពិតណាអញ្ចឹងអាចមានបើត្រូវការកសាងសំណុំរឿងអាចមានរឿងតោះធ្ងន់គួរសមដែរចំពោះហ្នឹងបាទបើតាមមើលមួយទៀតដែលយើងបានឃើញវីដេអូដែរដែលមុនហ្នឹងខ្ញុំបានមើលដែរហ្នឹងគឺបរិះដែលជាអ្នកបើកបររថយន្ត Ford ហ្នឹងក៏គាត់បានធ្វើការចូលទៅក្នុងសកម្មភាពនៃការដោះស្រាយបញ្ហាហ្នឹងឃើញមានការឆ្លោះប្រកែកពាក្យសម្ដីគ្នាហើយបងប្រុសហ្នឹងក៏គាត់នៅក្នុងហេតុការណ៍ហ្នឹងដែរតែប៉ុន្តែនៅក្នុងពេលដែលសមត្ថកិច្ចទៅដល់ហ្នឹងគឺគាត់បានចេញទៅបាត់តែមុនហ្នឹងគឺគាត់នៅក្នុងហេតុការណ៍ហ្នឹងដែរទាំងបរិះជាបងប្អូនសាច់ញាតិខាងប្រពន្ធដើមទៅឆ្លោះប្រកែកជាមួយនឹងស្ត្រីដែលត្រូវបានគេចោទថាជាស្រីកំណាន់ប៉ុន្តែរឿងរ៉ាវពិតប្រាកដយ៉ាងណាយើងក៏មិនដឹងដែរពីព្រោះតាមការលើកឡើងរបស់ស្ត្រីជាស្រីដែលត្រូវបានគេចោទហ្នឹងគាត់ថាគាត់ទៅរកទិញអីញ៉ាំនៅម្ដុំហ្នឹងហើយដល់ពេលខាងប្រពន្ធដើមគាត់ថាម្នាក់ស្រីហ្នឹងគឺជាស្រីកំណាន់ដែលធ្លាប់មានទំនាក់ទំនងមួយស្វាមីគាត់ដែលអញ្ចឹងធ្វើឲ្យមានការខឹងសម្បាគ្នាទៅវិញទៅមកចាដេញធ្វើសកម្មភាពបែបហ្នឹងតែដូចលោកមេហៀងលើកឡើងចឹងថាករណីបើករថយន្តដេញបុកនេះវាជាករណីមួយដែលបង្កទៅជាទោសទណ្ឌដែលហៅថាបាត់ល្មើសមានន័យថាមានស្ថានទម្ងន់ទោសដោយសារតែគាត់មានចេតនាបំរុងទុកជាមុនចាបាទប៉ុន្តែហើយទុកឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីចុះចំពោះរឿងនេះ